ដួងចិត្តម៉ែឪក៏ក្តៅព្រោះកូនគ្រប់ពេលវេលាដែលកូននៅចិត្តម៉ែឪក្នុងដួងចិត្តម៉ែឪសែនក៏ក្តៅណាស់ប្រៀបដូចជាបុប្ផាដែលស្វិតស្រពោនគ្មានសម្រស់តែមានអ្នកយកទឹកមកស្រោចប្រោះព្រំឲ្យជីវិតរស់ឡើងវិញយ៉ាងណាមិញបេះដូងម៉ែឪក៏ដូចគ្នារីកស្រស់បំប្រងនៅពេលមានកូននៅក្បែរតែស្វិតស្រពោននៅពេលបាត់មកកូនមិនឃើញមកមើលម៉ែឪរងចាំកូនជានិច្ចចង់រស់ក្បែរកូនចង់ឃើញមកកូនរាល់ថ្ងៃហេតុអ្វីកូនដាច់អាឡ័យពីម៉ែឪម្លេះកូនមានដឹងថាម៉ែឪឯកោយ៉ាងណាទេមានអារម្មណ៍នឹកដល់ម៉ែឪខ្លះទេចំណែកពុកម៉ែវិញនឹកកូនខ្លាំងណាស់ក្នុងចិត្តស្រឡាញ់កូនត្រូវការកូនជាងអ្វីទាំងអស់ជាយូរណាស់មកហើយដែលបេះដូងម៉ែឪស្រែកដង្ហើយហៅរកកូនព្រោះបេះដូងម៉ែឪខ្វះភាពកក់ក្ដៅពីកូនកូនមិនសូវជាយកចិត្តទុកដាក់មើលថែម៉ែឪដូចជាម៉ែឪមើលថែកូនឡើយពេលកូនមានទីពឹងហើយក៏បោះបង់ម៉ែឪចោលឲ្យរស់នៅក្នុងភាពឯកាត្រាំត្រែងចំបែងក្នុងចិត្តនឹកអាណិតខ្លួនឯងដែលប្រឹងប្រែងចិញ្ចឹមកូនស្ទើរតែខ្សែជីវិតតែទីបំផុតរកតែកូនម្នាក់នៅក្បែរក៏គ្មានដែរព្រោះកូនគេរវល់ណាស់រវល់ភ្លេចម៉ែឪរវល់រហូតភ្លេចម៉ែភ្លេចឪភ្លេចគិតថាខ្លួនឯងមានឪពុកម្ដាយទន្ទឹងរង់ចាំផ្លូវឯផ្ទះកូនរបៀបនេះគឺប្រៀបដូចជាសត្វស្លាបពេលដែលរឹងដៃរឹងជើងដោះស្លាបអាចហើរបានហើយក៏ហើរចោលគ្មានងាកក្រោយមកមើលមេបាឡើយសូមកូនទាំងឡាយពិចារណាកំណាព្យនេះមេត្តាបិតាលោកទាំងទ្វេហាអ្នកឲ្យអ្វីឲ្យនៅជីវិតពិតមានតម្លៃដល់កូនប្រុសស្រីរស់រៀនបានស្បើយគុណលោកទាំងពីរចង់សែងចង់លីក៏មិនរួចឡើយគួរកូនប្រុសស្រីកុំធ្វើកន្តើយពុកម៉ែនេះហើយស្បើយទុកលហើយលហែកូនប្រុសស្រីខ្លះខ្ញុំធ្លាប់ឃើញច្បាស់មិនស្គាល់ឪម៉ែគាត់ខំរៀបចំឲ្យមានគូស្នេហ៍ដល់ពេលបែកបាក់លែងក្បែរម៉ែឪព្រោះខ្លួនបានគ្រាន់មានទ្រព្យរាប់ពាន់តែបែរល្ងងខ្លៅគួរណាស់តែស្គាល់ដល់គុណម៉ែឪគាត់ខំប្រដៅថែទាំរក្សាដល់ពេលដោះស្លាប់ប្រៀបដូចសត្វចាបនៅលើវេហារឹងជើងរឹងដៃហើរួចកាលណាឈប់ស្គាល់មេបាលែងត្រូវការហើយ